កុំធ្វើខ្លួនជាមនុស្សគ្មានតម្លៃក៏ប៉ុន្តែមានសំណួរមួយដែលគួរតែសួរជាងនេះនោះគឺតើខួរក្បាលរបស់កិនបានរៀនអ្វីកិនមិនបានរៀនថាខ្ញុំជាមនុស្សមិនគោរពពេលវេលានោះទេប៉ុន្តែកិនបែរជារៀនថាជាមួយនឹងមនុស្សម្នាក់នេះការមកយឺតគឺមិនមានផលវិបាកអ្វីទេដូច្នេះរឿងទាំងនេះមិនមែនដោយសារតែកិនជាមនុស្សអាក្រក់ទេប៉ុន្តែវាគឺជារបៀបដែលខួរក្បាលរបស់មនុស្សធ្វើការខួរក្បាលតែងតែរៀនពីអ្វីដែលកើតឡើងបន្ទាប់ពីអាកប្បកិរិយាមួយហើយបើអាកប្បកិរិយាទាំងនោះមិនមានផលវិបាកខួរក្បាលនឹងសន្និដ្ឋានថាវាអាចធ្វើបានម្ដងទៀតហើយនេះគឺមិនមែនកើតឡើងតែរឿងមកយឺតទេមានមនុស្សខ្លះខ្ចីលុយហើយសងយឺតអ្នកនិយាយថាមិនអីទេមានមនុស្សខ្លះលុបចោលការណាត់ជួបនៅនាទីចុងក្រោយអ្នកនិយាយថាមិនអីទេហើយក៏មានមនុស្សខ្លះទៀតនិយាយពាក្យដែលធ្វើឲ្យអ្នកឈឺចិត្តអ្នកនៅតែញញឹមហើយនិយាយថាមិនអីទេដូច្នេះបន្តិចម្ដងពាក្យទាំងនេះមិនបានផ្លាស់ប្ដូរពួកគេទេវាកំពុងតែផ្លាស់ប្ដូរស្តង់ដារដែលពួកគេប្រើជាមួយនឹងអ្នកដូច្នេះនៅត្រង់ចំណុចនេះនាងខ្ញុំចង់ឲ្យលោកអ្នកប្រយ័ត្នខ្ញុំមិនបាននិយាយថាអ្នកមិនគួរអភ័យទោសឲ្យគេនោះទេឬក៏អ្នកត្រូវតែខឹងគ្រប់រឿងនោះទេលោកអ្នកត្រូវដឹងថាការអភ័យទោសគឺជាគុណធម៌ក៏ប៉ុន្តែការអភ័យទោសនិងការមិនមានព្រំដែនគឺជារឿងពីរផ្សេងគ្នាលោកអ្នកអាចអភ័យទោសឲ្យមនុស្សម្នាក់ហើយនៅតែប្រាប់គាត់ដោយស្ងប់ស្ងាត់ថាលើកក្រោយខ្ញុំសង្ឃឹមថាអ្នកនឹងគោរពពេលវេលារបស់ខ្ញុំលោកអ្នកអាចយោគយល់ដោយមិនចាំបាច់បោះបង់ការគោរពរបស់ខ្លួនឯងដូច្នេះមនុស្សជាច្រើនយល់ច្រឡំគិតថាការរក្សាព្រំដែនគឺជារឿងអាក្រក់ក៏ប៉ុន្តែការពិតព្រំដែនមិនមែនដើម្បីដាក់ទណ្ឌកម្មអ្នកដទៃទេប៉ុន្តែវាគឺដើម្បីបង្រៀនអ្នកដទៃអំពីរបៀបដែលគួរតែប្រព្រឹត្តចំពោះអ្នកយ៉ាងដូចម្តេចហើយលោកអ្នកនឹងសម្គាល់ឃើញរឿងមួយមនុស្សដែលគោរពព្រំដែនរបស់ខ្លួនមិនចាំបាច់ស្រែកទេមិនចាំបាច់ខឹងទេហើយក៏មិនចាំបាច់បង្ហាញអំណាចនោះដែរពួកគេគ្រាន់តែស្ងាត់ប៉ុន្តែច្បាស់លាស់ហើយភាពច្បាស់លាស់ទាំងនេះហើយគឺជា